បាទបងប្អូនថ្ងៃនេះខ្ញុំទៅលើកលោបលើកអីតាមបន្លាយដែលខ្ញុំដាក់រឿងថ្ងៃបងប្អូនតែថ្ងៃនេះអត់បានត្រីទេបងប្អូនថ្ងៃនេះខ្ញុំក៏ទៅសារលោបសារអីទៅលេងបន្លាយថ្មីនៅសល់មួយលោបទៀតបងប្អូននេះលោបដែលខ្ញុំសារមកប្រហែល5 6លោបដែរបងប្អូនលោបខ្ញុំទាំងអស់12លោបបងប្អូន12លោប13លោបដែរបងប្អូនចាំវែងអស់បងប្អូនដាក់រឿងថ្ងៃសូវបានរៀបលោបនេះខ្ញុំចោះលើកមកកន្លែងទៀតបងប្អូនមកកន្លែងនេះគឺបន្លាយចាស់ដែលខ្ញុំដាក់ហ្នឹងបងប្អូនដែលខ្ញុំដាក់រឿងថ្ងៃប្រចាំថ្ងៃអញ្ចឹងកន្លែងនេះខ្ញុំដាក់ប្រហែលជា5 6ថ្ងៃបងប្អូនចាបើកសារាមកឃើញសัตว์រំរៀលខ្ញុំលឹបផ្អើលបងប្អូនអើយសัตว์រំរៀលប៉ិនមេជើងអញ្ចឹងបើសារាមកលេងមកត្រីចូលមួយប្រាប់បងថាត្រីចូលមួយបងប្អូនត្រីចូលមួយក៏ធំដែរបងប្អូនអើយត្រីកដាលបងប្អូនត្រីកដាលអញ្ចឹងប្រហែលលោបនេះទៅចូលបានមួយលោបនេះបងប្អូនបន្លាយនេះបន្លាយខ្ញុំដាក់រឿងថ្ងៃបងប្អូនបន្លាយដែលខ្ញុំដាក់រោត្រីរោអីបានរឿងថ្ងៃអញ្ចឹងដែលបានច្រើនបានអីហ្នឹងបងប្អូននេះឥឡូវខ្ញុំចាប់ដើមសារទៅលេងបន្លាយថ្មីបងប្អូនចាំទៅមើលបន្លាយថ្មីទាំងអស់គ្នាបន្លាយថ្មីឆ្ងាយបងប្អូនចឹងខ្ញុំចាប់ដើមប្រមូលលុបខ្ញុំពីបន្លាយដែលចាស់ដែលខ្ញុំដាក់រឿងថ្ងៃប្រចាំថ្ងៃដែលខ្ញុំឃើញខ្ញុំបានត្រីច្រើនចូលច្រើននេះលុបធំខ្ញុំដែលខ្ញុំទៅឡើងហើយបងប្អូនចឹងខ្ញុំប្រមូលលុបអស់ហើយលុបខ្ញុំទាំងអស់ច្រើនដែរបងប្អូនឃើញខ្ញុំដាក់បានចឹងខ្ញុំបានដាក់តាមលុបទេបងប្អូនខ្ញុំប្រើលុបច្រើនបងប្អូនចឹងខ្ញុំចាប់ផ្ដើមប្រមូលទៅហើយនេះបងប្អូនបើសិនជាបន្លាយហ្នឹងវាឆ្ងាយខ្ញុំចងខ្សែចងអីស្រួលបួលតែវាឆ្ងាយដែរប្រហែល2 3 គីឡូដីទេបងប្អូនខ្ញុំអាចស៊ូកាន់អញ្ចឹងបានបងប្អូនតែបើសិនជាឆ្ងាយជាងហ្នឹងនេះមកដល់បងប្អូនឆ្ងាយជាងហ្នឹងខ្ញុំដាក់ខ្សែដាក់អីចងបញ្ជាប់នឹងម៉ូតូបណ្ដោយបងប្អូនតែខ្ញុំទៅ2នាក់អញ្ចឹងខ្ញុំកាន់លូបខ្ញុំអ្នកកាន់លូបអញ្ចឹងបងកាត់អ្នកដប់ខ្ញុំអញ្ចឹងបងប្អូននោះបន្លាយខ្ញុំឆ្លងទៅដាក់ក្នុងនេះបន្លាយថ្មីបងប្អូនកន្លែងបន្លាយថ្មីស្អាតបងប្អូនទឹកខ្លាឆ្វងបងប្អូនឥឡូវខ្ញុំចាប់ដើមឆ្លងទៅទីខ្នោខ្ញុំហែទៅទីខ្នោបងក៏បានថតតែពេលដែលខ្ញុំហែទៅបងប្អូនខ្ញុំឆ្លងទៅខ្នោបងប្អូនបន្លាយថ្មីនេះនិយាយពីអាគៀននោះសត្វតាសារាយកដាលសារាយនេះសារាយគឺអាសារាយសមុទ្រដែលត្រីវាចូលចិត្តនៅតាមសារាយតាមអីនៅបងប្អូនបន្លាយគេអត់ដែរលេអត់ដែរអីអត់ដែរបងដែរអីចឹងយើងសារាយកដាលសារាយគៀនសារាយដល់ក្រាស់ប៉ែតាមគៀនបងប្អូនចឹងកន្លែងដាក់នេះគឺស្អាតមែនទេខ្ញុំដឹងថាមានត្រីមានអីដែរចាបន្លាយដែរគេដែររោដែរអីចឹងដែលសង្ឃឹមមកមានត្រីហ៎បងប្អូនចឹងក៏ខ្ញុំទៅមកដល់ក៏ខ្ញុំចុះទៅដាក់បាន2 លោកន្លែងបន្លាយនេះខ្ញុំដាក់2 លោបងប្អូនបន្លាយថ្មីបងប្អូនតែនេះបងក៏ថតតែទេសភាពតាមបន្លាយឲ្យជូនពុកម៉ែបងប្អូនមើលបងប្អូនតែនេះគឺសកម្មភាពដែលខ្ញុំទៅដាក់លូបដាក់អីចឹងខ្ញុំឃើញកន្លែងណាស្អាតចឹងខ្ញុំឆ្លងទៅដាក់ចឹងបងចោលមើលកន្លែងនោះស្អាតកន្លែងស្មៅកន្លែងអីល្អចឹងខ្ញុំដាក់ហ្នឹងបងប្អូនខ្ញុំចាប់ដើមដាក់ជីកលងមកនេះខ្ញុំចាប់ដើមយកលូបខ្ញុំទៅដាក់រួចខ្ញុំបោចស្មៅបោចអីគ្រប់លើចឹងអត់ប្រើនុយទេបងប្អូនដាក់លូបដូចខ្ញុំចឹងអត់ប្រើនុយទេរួចមកដល់មកកន្លែងទៀតហើយបងប្អូននេះកន្លែងបន្លាយថ្មីដែរតែបន្លាយចេញពីបន្លាយដែលខ្ញុំដាក់មិញនេះចឹងបន្លាយហ្នឹងវាជិបគ្នាវាប្របែកវាមានប្របែកច្រកនេះបន្លាយវាស្រែធម្មជាតិចឹងបងប្អូនទៅចឹងវាគៀននេះគេដុតកញ្ចាំងដុតអីអស់ហើយដុតស្មៅអស់សូឡាលវរក្នុងបន្លាយចាំគៀនសត្វសារាយសត្វពើសត្វអីចឹងបើសិនដាក់ជាបវក់វិញគប់មួយខ្សែគឺហើយវាត្រីសត្វត្រីដៀបត្រីអីដេញខំមួយត្រីស្ដោតត្រីរត់នៅហ៊ូនេះខ្ញុំទៅមកដល់បងប្អូនមកដល់ឃើញបន្លាយនេះខ្ញុំចោះមកបន្លាយនេះវាដល់ណាដល់ណីទេបងប្អូនបន្លាយវាស្រែបងប្អូនតែតាមបន្លាយនេះមានបងប្អូនណាមករកបងត្រីដល់ទេបងប្អូនព្រោះឆ្ងាយខ្ញុំចេញពីកន្លែងខ្ញុំមកជិះម៉ូតូប្រហែល7 ម៉ោងជាងអញ្ចឹងបន្លាយវាស្រែនេះក៏អត់មានបងប្អូនណាមករកត្រីទេចេះគេនៅនេះគេអត់មានណាគេរកត្រីរយទេមានតែខ្ញុំមួយនេះឯងដែលរកត្រីរយរឿងថ្ងៃប្រចាំថ្ងៃទេបងប្អូនតែខ្ញុំគាត់ដើររួមមើលកន្លែងដើរបងប្អូនកន្លែងណាដែលល្អដែលខ្ញុំត្រូវដាក់តែតាមគៀនគេដុតស្មៅអស់អញ្ចឹងខ្ញុំចាប់ឬកន្លែងដើរបងប្អូនបើមានស្មៅមានអីអញ្ចឹងខ្ញុំដាក់ទៅក្បាំងគេមើលលូបខ្ញុំមើលអីអត់ឃើញទេបងប្អូនខ្ញុំចាប់ដើមរកកន្លែងណាដែលមានស្មៅមានអីអញ្ចឹងទៅស្រួលតែខ្ញុំជីកលងជីកអីដាក់ទៅខ្ញុំយកលូបខ្ញុំយកគ្របទុកពីលើអញ្ចឹងបងប្អូនខ្ញុំចាប់ដើមដើរទៅបងប្អូនសបាយក៏សបាយរឿងហៀវបាយបងប្អូនចេញធ្វើការមកទៅរកត្រីរយបងប្អូនរើតែបានសារលូបសារអីរើមកហើយរើបានរកកន្លែងដាក់បានអីយូរដែរបងប្អូនចេញយូរចឹងបន្លាយនេះទៅមកដល់បងប្អូនណាបន្លាយថ្មីខ្ញុំទៅមកដល់រួយវីដេអូខ្ញុំក៏មានបណ្ដែរបងប្អូនចាំស្អែកចាំតាមដានបងប្អូនគ្នាមិនបញ្ចប់វីដេអូក៏អរគុណបងប្អូននៅចិត្តនៅឆ្ងាយបងប្អូនគ្នាជម្រាបលាជួបខ្ញុំនឹងវីដេអូស្អែកបាយបាយ